មានសកលមានកូនមានចៅហើយក៏នឹកឃើញសេចក្តីលំបាករបស់លោកឪពុកអ្នកម្ដាយនោះបើជាងកាលក៏ខ្លួនមានកូនស្រេចហើយលំបាកក្នុងការចិញ្ចឹមកូននឹងយ៉ាងណាអាចមានបញ្ញានឹកឃើញដល់លោកឪពុកអ្នកម្ដាយអាស្រ័យនេះបានជាកូនចៅទាំងអស់ក៏មិនទាន់ចង់ឲ្យលោកឪពុកអ្នកម្ដាយទៅណាទេបើចង់ឲ្យនៅរស់រៀនមានជីវិតដ៏យូរវែងក្រិនជាម្លប់របស់កូនចៅប្រុសស្រីទាំងអស់គ្នានោះហើយម្យ៉ាងទៀតព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់បង្រៀនកូនប្រុសស្រីទាំងអស់កបីសង្គ្រោះជួយដល់លោកឪពុកអ្នកម្ដាយវិញដោយស្ថាន5យ៉ាងនឹងមេរៀនរបស់ពុទ្ធលោកបដៅកូនណាទី1សូមឲ្យកូនប្រុសស្រីនឹងចិញ្ចឹមថែរក្សាមេដាបិតាខ្លួនដែលលោកមានវ័យចាស់ជរាហើយណាប្រហែលតា70អីហើយត្រឹមហើយបងយ៉ាប់ហើយនឹងបានព្រះសម្មាសម្ពុទ្ធលោកទូលមានបញ្រៀនកូនប្រុសស្រីឲ្យចិញ្ចឹមបីបាច់ថែរក្សាលោកឪពុកអ្នកម្ដាយរបស់ខ្លួនតបស្នងសងវិញកាលយើងនៅតូចលោករក្សាយើងឥឡូវយើងធំហើយគាត់នឹងវាស្រត់ចោះធ្លាក់ទៅរកវ័យជរាគឺចាស់ក្រំគ្រាណាហើយសេចក្តីចាស់ក្រំគ្រានេះជាទុកមួយសម្រាប់មនុស្សណាបងព្រះពុទ្ធលោកសម្ដែងថាការដែលកើតក៏ជាទុកការចាស់ក្រំគ្រាក៏ជាទុកជំងឺរោគាក៏ជាទុកសេចក្តីស្លាប់ក៏ជាទុកធំ4ហ្នឹងបងបើទុកនៃជារាក្រំគ្រានេះគឺវាមកបៀតបៀនលោកលេបត្របាក់អាយុសង្ខាររាងកាយរបស់ព្រះយើងអត់ឲ្យយើងដឹងដែរបាទគឺលោភដែលស្ងាត់ស្រួលបំផុតអាត្មាលើកឧទាហរណ៍ជូនថាឯកឧត្តមលោកជំទាវកំពុងតែអង្គុយស្ដាប់ធ្វើព្រឹកនេះពេលនេះមិនមែនឯកឧត្តមលោកជំទាវអង្សានមាញ់ទេណាអង្សានមាញ់ក្មេងចឹងហ្នឹងយកមាញ់ក្មេងចឹងហ្នឹងថ្ងៃនេះចាស់ចឹងតែដែរព្រោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាថ្ងៃមួយនឹងយប់មួយដែលកន្លងទៅមិនមែនទៅអត់មានប្រយោជន៍អីទេថ្ងៃមួយយប់មួយកន្លងទៅគឺនាំយកអាយុសង្ខាររបស់មនុស្សឲ្យចូលទៅកាន់ជរាបើយើងអត់បានគិតទេស្មានតែព្រះអាទិត្យនៅថ្ងៃយប់ទៅតែព្រះអាទិត្យអត់មានជាប់តាកតងនឹងអីថ្ងៃនេះសំចឹងទៅតាកតងនឹងរូបរាងកាយអាយុរបស់ព្រះយើងក្រំគ្រាបងបើលោបន្តិចមកអត់ឲ្យយើងដឹងខ្លួនទេបងទោះបីជាយើងខំទប់ទល់យ៉ាងណាក៏ទប់ទល់នឹងជារាក្រំគ្រានៅមិនឈ្នះដែរបងនឹងចឹងប៉ុន្តែយើងអត់មានសតិសម្បជញ្ញៈអត់ដឹងខ្លួនស្មានតែយើងថ្ងៃនេះស្មានតែដែរដូចពីសាលមាញ់មែនទេថ្ងៃនេះចាស់ចឹងទៅព្រោះនេះសេចក្តីពិតដែលពុទ្ធលោកសម្ដែងចេះអាដាមនេះអញ្ញាលោកជំទាវអត់គិតមើលមួយថ្ងៃមួយខែមាន30ថ្ងៃក្នុង30ថ្ងៃមួយខែខ្លួនយើងរូបរាងកាយយើងវាប្រែប្រួលខុសឆ្ងាយណាបងចុះតែដល់មួយឆ្នាំ2ចន្ទប់ខែ365ថ្ងៃទៀតគេទេរូបរាងកាយរបស់យើងអាយុជីវិតរបស់យើងចេះតែច្រើនទៅរូបរាងកាយចេះតែស្រត់លាកចុះមកនេះមើលឲ្យឃើញអំពីជរាក្រំគ្រាហ្នឹងវាលេបត្របាក់រូបរាងកាយអាយុសង្ខាររបស់យើងហ្នឹងហើយមិនបានព្រះអង្គសម្ដែងថាជរាក្រំគ្រាក៏ជាទុក្ខពិបាកដល់ចាស់ទៅពិបាកបងអ្នកដែលមិនទាន់ចាស់អត់ទាន់ដឹងទេបងសំបីតែដាក់អង្គុយចុះទៅក៏ពិបាកក្រោកឡើងក៏តោងមុខតោងក្រោយបងពិបាកឈឺចុកដៃចុកជើងចុកខ្នងចុកចង្កេះបងបានថាសេចក្តីទុកនៃការចាស់ក្រំគ្រាហ្នឹងវាបៀតបៀនរូបរាងកាយនិងអាយុរបស់សត្វទាំងឡាយហេតុហ្នឹងហើយបានព្រះអង្គទូលមានកូនប្រុសស្រីឲ្យចិញ្ចឹមបីបាច់ថែរក្សាលោកឪពុកអ្នកម្ដាយរបស់ខ្លួននឹងឲ្យជីវិតរបស់លោកនឹងបានរស់នៅដោយស្រួលបងកុំឲ្យជួបនឹងសេចក្តីទុក្ខលំបាកប្រុសជារាក្រំគ្រាហ្នឹងចាស់ឲ្យដាច់ពលកម្មអស់សំបីតែធ្វើមកហូបអាហារអីក៏ធ្វើមិនបានស្រួលបួនណាបងដល់ឲ្យបានលោកទូលមានឲ្យកូនចៅនឹងមើលសេចក្តីសោកតោកចិញ្ចឹមបីបាច់ថែរក្សាលោកឪពុកអ្នកម្ដាយជាកិច្ចតបស្នងសងគុណលោកព្រោះលោកបានធ្វើសេចក្តីល្អឲ្យមកលើយើងហ្នឹងនេះទី1បងមិនរៀនចឹងឲ្យចិញ្ចឹមបីបាច់ថែរក្សាដោយមកហូបអាហារបាយទឹកនំចំណីអីសពបែបសពយ៉ាងដែលជាគ្រឿងអាស្រ័យរបស់មនុស្សលោកឲ្យរស់នៅហ្នឹងបងនេះទី1ទី2